3សញ្ញាដែលបញ្ជាក់ថាជីវិតគូនៅមួយគ្នាបានលើសពី5ឆ្នាំទេទី1គឺមិនអោយតម្លៃគ្នាអានេះលើសពីការបញ្យល់ចិត្តគ្នាលើសពីការឆ្លោះអំពើហិង្សាមើងងាយប្រៀបធៀបមិនអោយតម្លៃបានន័យថាពិបាកមុខពិបាកមាត់ទាំងជាប្តីប្រពន្ធខ្លួនឯងហើយនេះគឺជាជីវិតធំបំផុតហ្មងដែលមនុស្សមានបញ្ហាទាំងអស់ហ្នឹងហើយគាត់ទ្រាំមិនបានលើសពី5ឆ្នាំហ្នឹងតែម្ដងចង់ចាញ់ឈ្នះរាល់លើកឲ្យតែឆ្លោះម្ដងគឺដណ្ដើមគ្នារឿងឈ្នះចាញ់ហ្នឹងហ្មងអត់មានអ្នកណាព្រមដកឃ្លាមួយជំហានព្រមស្ដាប់បេះដូងគ្នាព្រមយកបញ្ហាហ្នឹងដើម្បីដោះស្រាយរួមគ្នាទេពេលដែលយើងឈ្នះហ្នឹងសឹងថាវាអត់មានប្រយោជន៍អីទាល់តែសោះហើយក៏វាឈានទៅដល់ការដែលគាត់ទុកយូរទៅគាត់ដោះស្រាយលែងបានឈានទៅដល់ការបែកបាក់គ្នាបានទៀតទី3គោលដៅខុសគ្នាស្រឡះពេលដែលស្រឡាញ់គ្នាអត់ដឹងថាគោលដៅយ៉ាងណាទេដល់តែពេលរៀបការនឹងគ្នាហើយម្នាក់បកាយចាយម្នាក់ទៀតបកាយរលុយអញ្ចឹងពេលខ្លះឆ្លោះគ្នាអាប្រឹងពេកក៏ឆ្លោះអាចាយពេកក៏ឆ្លោះអញ្ចឹងអ្នកណាគេខ្លះដែលជីវិតគូជួបបញ្ហាដូចរៀបរាប់ខាងលើបើមានខមមិនផងហើយបើដឹងតែខ្លួនឯងកំពុងមានហើយកុំភ្លេចតែទាំងអស់គ្នាដើម្បីភាពរីករាយរុងរឿងនៅក្នុងគ្រួសារយើងទាំងអស់គ្នាអរគុណច្រើនពីខ្ញុំអ្នកគ្រូសៃពៅចា